កាលពីឆ្នាំ1914នៅក្នុងរាជធានីភ្នំពេញរបស់យើងមានប្រជាជនប្រមាណតែ110,000 នាក់ប៉ុណ្ណោះទេដែលរស់នៅក៏ប៉ុន្តែបច្ចុប្បន្ននេះយើងឃើញថាចំនួនប្រជាជនកើនឡើងដល់ទៅជិត2 លាននាក់ឯណោះតើចំនួនកើនឡើងជិត2 លាននាក់សមស្របទៅនឹងទំហំរាជធានីភ្នំពេញនិងការអភិវឌ្ឍរបស់យើងសប្តាហ៍នេះដែរទេលោកបាទបើតាមទស្សនៈរបស់ខ្ញុំយល់ថាការកំណើនប្រជាពលរដ្ឋនិងការអភិវឌ្ឍទីក្រុងបើយោងតាមប្លង់គោលរបស់សាលារាជធានីភ្នំពេញតម្រង់ទិសឆ្នាំ2020គឺខ្ញុំគិតថាវាសមរម្យចា៎ប៉ុន្តែភាពជាក់ស្ដែងមានន័យថាសំណង់ដែលមិនបានអនុវត្តទៅតាមដែលគោលការណ៍របស់ប្លង់គោលគឺមានការអនុវត្តច្រើនដែលប៉ះពាល់ដែលមិនឆ្លើយតបដល់អញ្ចឹងធ្វើឲ្យជាពលរដ្ឋហ្នឹងភាគច្រើនមិនអាចរស់នៅតាមដែលតំបន់ជ័យក្រុងហ្នឹងគឺគាត់ភាគច្រើនរស់នៅក្នុងទីក្រុងដល់អញ្ចឹងធ្វើឲ្យកកស្ទះនៅជុំវិញនៅទីប្រជុំជនច្រើនអញ្ចឹងបើយើងប្រៀបធៀបទៅនឹងដង់ស៊ីតេរបស់មនុស្សដែលរស់នៅក្នុងទីប្រជុំជនគឺវាអត់សមាមាត្រជាមួយនឹងប្លង់ទីក្រុងទេប៉ុន្តែបើប្លង់គោលដែលគូគឺវាសមាមាត្រចា៎ចាហើយជាងនេះទៅទៀតក្រៅពីប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញផ្ទាល់ជិត2 លាននាក់នេះយើងឃើញថាឆ្នាំថ្មីកន្លងទៅនេះដោយសារតែជីវភាពខ្វះខាតប្រជាពលរដ្ឋដែលនៅជនបទបាននាំគ្នាមកយ៉ាងច្រើនមករស់នៅទីក្រុងភ្នំពេញអ្នកខ្លះក៏ប្រកបរបររកទទួលទានផ្សេងអ្នកខ្លះក៏ស្វែងរកការងារធ្វើដូច្នេះការហូរចូលដោយកំហុកនេះវាអាចបង្កបញ្ហាអ្វីខ្លះដល់រាជធានីភ្នំពេញបាទជាការពិតហើយគឺថាអ្វីដែលការកើតឡើងរបស់ទីក្រុងវាតែងតែមានការវិវត្តពីតូចទៅធំអញ្ចឹងទីក្រុងគឺជាបណ្ដុំនៅសេដ្ឋកិច្ចវប្បធម៌អ្វីទាំងអស់គឺនៅក្នុងទីក្រុងដល់អញ្ចឹងធ្វើឲ្យទីក្រុងជាទំពក់ឬជាដែកឆក់ដែលទាញប្រជាពលរដ្ឋមកពីស្រុកដូចថាតាមបណ្ដាខេត្តនានានិងក្រុងតូចដែលត្រូវស្រូបទាញមកនៅក្នុងទីក្រុងដើម្បីស្វែងរកការងារធ្វើឧទាហរណ៍ដូចជាកម្មកររោងចក្រកាត់ដេរដែលមានការសាងសង់នៅតែក្នុងទីក្រុងដោយអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋហ្នឹងលោកហូរចូលមកក្នុងទីក្រុងដើម្បីស្វែងរកការងារធ្វើហើយទាំងអស់នេះបង្កនៅបញ្ហាដែលនៅក្នុងទីក្រុងដូចជាធ្វើឲ្យសំណង់មិនរៀបរយកើតឡើងធ្វើឲ្យដែលការកកស្ទះចរាចរណ៍ធ្វើឲ្យមានបរិស្ថានមិនល្អនៅក្នុងទីក្រុងពីព្រោះដែលអ្នកខ្លះក៏អត់យល់ពីបញ្ហារឿងការថែរក្សាឬការគ្រប់គ្រងកាកសំណល់ទេអញ្ចឹងมันវាប៉ះពាល់ទៅដល់ការបរិស្ថាននៅក្នុងទីក្រុងហើយប៉ះពាល់ទៅដល់ការពង្រីកទីក្រុងមានន័យថាបើសិនមានសំណង់ដែលប៉ះពាល់លើតំបន់ដែលត្រូវសាងសង់ឬពង្រីកក្រុងគឺត្រូវមានបញ្ហារឿងចំនួននៅក្នុងរវាងវិវាទដីធ្លីអីជាដើមនឹងដែលសុទ្ធតែជាបញ្ហាដែលធ្វើឲ្យទីក្រុងនឹងត្រូវប្រឈមមុខដោយសារកំណើននៃប្រជាពលរដ្ឋដែលហូរចូលលើទីក្រុងដោយមិនមានការគ្រប់គ្រងត្រឹមត្រូវគឺនឹងមានបញ្ហានឹងកើតឡើងចា៎ហើយទន្ទឹមនេះដែរនឹងបញ្ហានេះកើតឡើងតើស្ថាប័នពាក់ព័ន្ធមានបានទស្សទាយទុកបំរុងដើម្បីត្រៀមដោះស្រាយបញ្ហានេះដែរទេបាទបើសិនជាយោងតាមនៅប្លង់គោលដដែលផែនការតម្រង់ទិសឆ្នាំ2020នឹងដដែលគឺឃើញមានការកំណត់ទុកតំបន់ឧស្សាហកម្មតំបន់បៃតងឃើញមានប៉ុន្តែអ្វីដែលជាការអនុវត្តជាក់ស្ដែងយើងមិនទាន់ឃើញថាតើវាដើរទៅតាមផ្លូវដែលបានកំណត់ទុកនឹងឬយ៉ាងណាយើងអត់ទាន់បានឃើញពីព្រោះឃើញថាមានខ្លះសំណង់ដែលសង់រួចហើយត្រូវបានវាយចោលវិញចាយើងឃើញថាកន្លងមកនេះនៅពេលដែលមានការពង្រីកផ្លូវឬមួយក៏អភិវឌ្ឍតំបន់ណាមួយនោះយើងតែងតែឮមានវិវាទខ្លះកើតឡើងរវាងរដ្ឋហើយនិងប្រជាពលរដ្ឋតើអ្វីទៅជាចម្បងដែលបង្កឲ្យមានបញ្ហានេះកើតឡើងទៅនោះបាទបង្កដែលមានបញ្ហាដែលកើតឡើងរវាងថ្នាក់រវាងអាជ្ញាធរដែនដីហើយនិងប្រជាពលរដ្ឋគឺតាក់ទងទៅនឹងសំណងចា៎សំណងគឺសំណងមិនបានសមរម្យចា៎យើងចែកចេញជាពីរសំណងមួយគឺហៅសំណងសិទ្ធិប្រើប្រាស់ដីហើយនិងសំណងមួយទៀតសំណងគេហៅថាដែលមានសិទ្ធិកាន់កាប់លើដីធ្លីចា៎អញ្ចឹងបើសិនជាក្នុងការចំពង្រីកផ្លូវបើសិនលោកមានប្លង់កម្មសិទ្ធិត្រឹមត្រូវគឺលោកត្រូវបានទទួលសំណងហ្នឹងគេហៅសមរម្យនឹងយុត្តិធម៌ដែលស្របទៅតាមដែលច្បាប់ភូមិបាលបានចែងបាទហើយដែលអ្នកដែលអត់មានប្លង់កម្មសិទ្ធិគឺមានន័យថាទទួលសំណងសិទ្ធិនៅក្នុងការប្រើប្រាស់ដីប៉ុន្តែភាគច្រើនក្នុងប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាយើងភាគច្រើន
មកដល់ឥឡូវនេះខ្ញុំគិតថាអ្នកដែលមានប្លង់កម្មសិទ្ធិរឹងគឺមានតិចបាទមានតិចជាងដែលអ្នកមិនតាន់មាននេះដែលជាបញ្ហាដែលក្នុងធ្វើផ្នែកមួយនៃការសំណងមិនសមរម្យនឹងធ្វើឲ្យមានបញ្ហាថ្នាក់រវាងអាជ្ញាធរនិងប្រជាពលរដ្ឋ